តោះបងប្អូនឥឡូវមកមើលអីវ៉ាន់របស់ខ្ញុំថ្ងៃនេះខ្ញុំទៅផ្សារពីកន្លែងទិញបានអីខ្លះនិយាយទៅទិញបានមកចាប់តែម្ដងឲ្យតែថារបស់ណាដែលឃើញថាតំណងហ្នឹងគឺទិញយកមកឲ្យមានដឹងថាធ្ងន់អីទេជាភាសាអាឡឹកពីផ្លែហ្នឹងគឺធ្ងន់មែនតើហើយខ្ញុំទៅផ្សារទី1នោះគឺផ្សារអាស៊ីផ្សារទី2គឺផ្សារអឺរ៉ុបនៅជិតផ្ទះនឹងឯងហើយនេះគឺជាបន្លែដែលខ្ញុំទិញបានទាំងអស់ហ្នឹងឥឡូវហ្នឹងកំពុងតែរៀបចំដាក់នៅក្នុងទូកកហ្នឹងគឺមិនភ្លេចទេការ៉េមកៃតែលើកណាក៏បានមកកញ្ចប់ឬពីកញ្ចប់ដែរឥឡូវនេះគឺរៀបចំអីវ៉ាន់ដាក់នៅក្នុងទូធម្មតាហើយសណ្តែកគួរនេះខ្ញុំទិញបាន2ដុំហើយខ្ញុំរៀបដាក់នៅក្នុងទូខាងក្រោមហើយនេះពងមាន់ណាបងប្អូននិយាយទៅទម្រាំតែរៀបចំអីវ៉ាន់ហ្នឹងអស់ហើយហ្នឹងគឺដល់ម៉ោង12ល្មមហើយអត់ទាន់បានហូបអីទេអញ្ចឹងក៏ឆ្លៀតហូបកាហ្វេមួយកែវជាមួយនឹងនំនឹងមួយតែម្ដងទៅហើយម៉ោង12ហ្នឹងហើយគឺអត់ទាន់បានត្រៀមមកហូបអីទាំងអស់អត់ទាន់បានត្រៀមថាធ្វើអីទេគាត់ទិញបន្លែយកមកដាក់នៅក្នុងទូទឹកកកហើយអង្គុយហូបកាហ្វេហើយបានប្រហែលជាសម្រាប់បានប្រហែលជា10នាទីជាងមើលម៉ោងដល់ម៉ោងទៅយកមីងចេញពីសាលារៀនតែម្ដងណាបងប្អូនហើយនិយាយទៅសំណាងដែរសាលារៀនអត់ដាច់ឆ្ងាយពីផ្ទះទេតែមួយផ្លែតទេគឺដល់តែម្ដងអញ្ចឹងយើងមិនត្រូវការយើងមិនចាំបាច់ជិះដើរនៅមួយក៏ជិះកង់អីទៅយកទេដើរហ្នឹងគឺក៏បានដែរវាស្រួលមួយយ៉ាងត្រង់ហ្នឹងណាហើយឥឡូវហ្នឹងខ្ញុំកំពុងតែនៅតាមផ្លូវនិយាយទៅបើកថ្ងៃល្អមែនតើហើយថ្ងៃនេះនៅជិតផ្ទះខ្ញុំហ្នឹងគេតាមផ្លូវណានៅកន្លែងក្មេងលេងហ្នឹងគឺមនុស្សច្រើនមែនតើពេលដែលខ្ញុំងាកមើលណាហើយនេះជាផ្លូវដែលខ្ញុំដើរឆ្លងកាត់រាល់ថ្ងៃរាល់ព្រឹកនឹងឯងទៅមកឥឡូវហ្នឹងគឺត្រឡប់ពីមកយកគាត់ចេញពីសាលារៀនវិញហើយក៏ដើរតាមក្រោយខ្ញុំនេះក៏ប្រាប់ថាសួរថាបានមកហូបអីអញ្ចឹងណាមករៀងហៅដែរព្រោះម៉ោងជិត1ដែរហើយទាំងម៉ែទាំងកូនហើយខ្ញុំថាអត់ទាន់បានឆ្លើយទេមកដល់ផ្ទះហ្នឹងពុះអាឡឹកឲ្យហូបតែម្ដងទៅបន្ទាប់ពីគាត់ហូបអាឡឹកអីអស់ហើយនេះគឺខ្ញុំរៀបចំស្លតែម្ដងហើយលោកឲ្យសួរថាស្លហ្នឹងសម្លងាយធ្វើអត់ទេសម្លកកូរទៀតតម្រាំតែលីងក៏លីងផ្សំគ្រឿងហើយហ្នឹងថ្ងៃល្មមចិត្តល្ងាចបាត់ប្រហែលជាម៉ោង3ជាងណាសម្លមួយឆ្នាំងហ្នឹងតម្រាំបានតែហូបនិយាយទៅសំណាងដែរកូនខ្ញុំគាត់ហូបចំណីតិចតួចទៅគាត់នៅចាំប៉ាព្រោះអីប៉ាចេញពីធ្វើការមកម៉ោង4អញ្ចឹងមកដល់ផ្ទះហូបអាហារថ្ងៃត្រង់នឹងតែម្ដងទៅតែពិតមិនអាហារថ្ងៃត្រង់អីទេថ្ងៃនេះជ្រុលម៉ោងអញ្ចឹងណាអញ្ចឹងអាហារថ្ងៃត្រង់ឲ្យពេលល្ងាចតែមួយនឹងឯងហើយឥឡូវហ្នឹងកំពុងតែស្លោបាយពុះរត់ទៅជាត់បាយសិនបានមកបាក់បងបន្លែបងអីវិញណាឥឡូវនេះសម្លរបស់ខ្ញុំនេះឆ្អិនហើយហើយចាំមើលម៉ោងដឹងម៉ោងប្រហែលទេអត់បានថតម៉ោងទេតែដឹងតែល្ងាចហើយបងប្អូនប្រហែលជាម៉ោង4ជាងហើយប្តីខ្ញុំមកពីធ្វើការវិញណាដល់អញ្ចឹងហើយចាំការតាំងពីព្រឹកមកដល់ស្មាននេះគឺបាយឆ្ងាញ់តំណងណាបងប្អូនហើយពងតាហេវហងទាំងអស់គ្នានេះគឺចាប់ដើមញ៉ាំតែម្ដងទៅឆ្ងាញ់ដល់ឡាយនិយាយពីតំណងឥឡូវហ្នឹងអ្នកបញ្ចូលសម្លេងហ្នឹងទៅហូបបាយសិនហើយតែពិតហូបហើយបានមកបញ្ចូលសម្លេងអរគុណជម្រាបលាបងអូន